យើងអត់មានអីសង្ឃឹមទេសង្ឃឹមតែលើក្បួនខ្នាតរបស់គ្រូតាចែកផ្ទាល់នឹងចំណេះវិជាយើងថាយើងមានការជាយាមរៀនប្រកបមកហ្នឹងបានទៅទុកថ្មីទៅលើកក្លាហានមួយបាទនេះនៅភូមិតូច័ន្ទនៅខាងភូមិតាំងខាងសុខទុក្ខខេត្តកំពង់សប្តាហ៍ថ្ងៃក៏នៅក្នុងខេត្តកំពង់ផ្ទាល់ស្រុកណាត់ចឹងបាទហើយមករយៈកាលនេះរៀងមកមានញឹកដែរអត់បានចេញទៅធ្វើទុកអីនៅខាងខេត្តគេកំពុងរៀបចំទុកឲ្យខាងកុងពីគង់គៀតថបដីបារមីពុតាបកនៅបាទអញ្ចឹងហើយរយៈនេះកំពុងតែបើកថេមៀតនិងលើកជំរងក្បួនខ្នាតឲ្យបានស្អាតបាតទៅដើម្បីអាក្តារនេះដើម្បីផែក្តារផែក្របយើងលើកយកមកចាប់ជំរងចាប់ក្តារធំចាប់ក្របដូចនេះឲ្យបានស្អាតបាតប៉ុន្តែឥឡូវអត់បានចាប់ទេដកទេដើម្បីហាក្តារហាក្របរបស់ស្ងួតមួយរយៈពេលខ្លះយើងពីបត់ដើមមកកាលពីនៅគេហៅថានៅលាវណាបន្តមានកុសាកាលហ្នឹងខ្ញុំក៏មិនមែនជាជាងទុកដែរគឺគ្រាន់តែជាកូនកកយើងធ្វើស្រែធម្មតាតែមួយរយៈកាលដែលបានធ្វើជាចៅភាសារបស់លោកតាមេងជាគ្រឿងទុកធំបាទអញ្ចឹងហើយក៏រៀនសូត្រចាប់បដាមជាយាមនៅធ្វើទុកជាមួយគាត់រហូតតាមពីយើងធ្វើការរួចជាចាប់បដាមធ្វើដំបូងយើងឆ្នាំណាដែរឆ្នាំ2010បាទ2010ហ្នឹងចាប់បដាមធ្វើទុកច័ន្ទនីវិធីមញ្ជ័យរបស់លោកគ្រូតាមេឃធំផ្ទាល់ហ្នឹងណាបាទមកឧត្តមនីមែនទេយើងនឹងទុកចូលចង្វាខាងជេថ្មីមេកង់មែនតាហ្នឹងទុកធ្វើដល់ទៅ3ទុកហ្នឹងបាទតែថ្មីមេកង់មួយឧត្តមនីមួយនឹងច័ន្ទនីវិធីមញ្ជ័យមួយឆ្នាំហ្នឹងធ្វើឆ្នាំហ្នឹងធ្វើទុកដល់ទៅ3នឹងឆ្នាំទី1បាទឆ្នាំទី1តែយើងចេញធ្វើដំបូងបាទឆ្នាំទី1ឆ្នាំនេះធ្វើដំបូងហើយឆ្នាំបន្ទាប់មកក៏ចាប់ដើមធ្វើទុកឲ្យលោកតាថៃហ្នឹងជាតកែទុកយករកគាត់ទុកភេទតាមពីទុកខ្យាតាមពីទុកអ៊ំបាទយើងធ្វើទុកខ្នាតហ្នឹងរយៈចំនួន4ទុកទៅខ្មែរកម្ពុជាក្រមចំនួន4ទុកទៅខាងឆ្នាំងនោះចំនួន1ទុកនឹងទៅសៀមរាប2ទុក4ទុកឆ្នាំ2018ចាប់ផ្ដើមធ្វើទុកលងយើងណាយើងអាទុកកាយយើងបាញ់យើងនិយាយថាទុកលើកសម្រាប់សម្រាមតាមពីឈើមូលរហូតដល់បើកមានដល់អីចឹងណាឈើថ្មីបាទឈើថ្មីទុកកាយយើងមានច្រើនដែរទុកបើយើងនិយាយឲ្យនេះខ្លីមកប្រភេទទុកលងបើកមានថ្មីហ្នឹងចាប់តាមបន្តពីទុកអមខ្នាត22 4ទុកមកធ្វើទុកលងកណ្ដារ៉ាថ្មីបារមីវត្តសម្ដេចវិជួនបាទថ្មីធ្វើឆ្នាំ2018ប៉ុន្តែយើងមកលេង2019បាទអាហ្នឹងគឺជាប្រវត្តិបាទធ្វើជាមួយតាហ្នឹងហើយទៅពេលរួចពីទុកលងមួយសាហ្នឹងទៅយើងអត់មានបានធ្វើទុកថ្មីទេយើងមកកែទុកខាងទុកជាឲ្យយើងដងដាច់ចូលសានជ័យបារមីវត្តក៏មានក៏យើងចាប់ផ្ដើមកែបន្តពីធ្វើចន្ទរាថ្មីបារមីវត្តដាច់វិជួនស្នាដៃបន្ទាប់ទៅមកវាមានច្រើនដែរប៉ុន្តែដែលយើងធ្វើផ្ទាល់ដៃបដ ாய் ដែលអត់បេតាទៅយើងមានតែ2ទុកទេដែលយើងនិយាយរួមទៅអត់ពីគាត់មកដូចថារបៀបថាយើងអត់មានអីសង្ឃឹមទេសង្ឃឹមទៅលើក្បួនខ្នាតរបស់គ្រូតាចែកផ្ទាល់នឹងចំណេះវិជាយើងថាយើងមានការជាយាមរៀនប្រកបមកហ្នឹងបានទៅទុកថ្មីទៅលើកក្លាហានមួយ
នឹងចាប់ផ្ដើមមកធ្វើគង្គាថាបដីឋានជ័យបានមិនបាត់នៅនេះបាទអញ្ចឹងនេះជាស្នាដៃទី2បាទស្នាដៃទី2បើឆ្លើក្លាហាននោះស្នាដៃលោកគ្រូតាគាត់បានប្រលុំទុកឲ្យយើងដែរបាទតែការបើកមៀតលើកក្រមទម្រង់តម្រយបូកខ្នាតអីយើងលោកគ្រូតាគាត់បានទទួលនិច្ចកម្មទៅហ្នឹងក៏យើងធ្វើជាមួយទៅបងជាងអញ្ចឹងណាលោកគ្រូតាគាត់បាននិច្ចកម្មឆ្នាំហ្នឹងឯងឆ្នាំភ្លើងកំពុងតកកើតហ្នឹងទុកនេះបើតាមយើងបវាយយើងនឹងថាយើងរៀបចំនេះវាបានខ្នាតវែងអាចដល់46អូ56តែចំណុះ56តែលោកតាគាត់ឆ្លាញ់ត្រឹមតែ54ទេបើអញ្ចឹងបវាយវានេះវាវា34ម៉ែត្រ34ម៉ែត្រពីទឹក8ហ៊ុនប៉ុន្តែយើងលើកក្តារមកវាអាចនឹងថយមើលទៅ33ម៉ែត្រជាងអញ្ចឹងចំណុះសម្រាប់ជាកោកាដាក់ទៅ54ទេបាទឈ្មោះពេញឈ្មោះដែរទូឈ្មោះពេញបទុមគង្គាថាបដីសានជ័យបារមីវត្តនៅបើតាមផលវិបាកវាមានច្រើនចំណុចថាវាមានច្រើនក្លាក់សាក់ទី1យើងត្រូវទៅមើលទំនេរឈើនៅព្រៃណានៅព្រៃទី2យើងត្រូវរកពេលរកថ្ងៃដើម្បីប្រលុំឈើណាបាទប្រលុំឈើប្រលុំបានហើយយើងត្រូវរកអ្នកដឹកយើងអត់មានដឹកខ្លួនយើងជួលដឹកចេញពីតំបន់ព្រៃឡង់យើងបាទយើងជួលត្រាក់ទ័រគាត់ទៅដឹកយកមកដល់ជាព្រៃហើយក៏យើងមានដំណាក់កាលទៅផែដើម្បីយើងលងជាទម្រង់គេហៅថាស្នុកជ្រូកណាបាទទម្រង់ស្នុកជ្រូកប៉ុន្តែរួចពីហ្នឹងទៅក៏យើងដឹករបៀបពីស្នុកជ្រូកហ្នឹងយកមកដាក់ក្នុងទឹកដីកន្លែងលោកតាមេងលោកគ្រូមេងគាត់ធ្វើកន្លែងយើងហ្នឹងទៅគោបាទព្រោះការហូបចុកអីវាបាននៅចិត្តផ្សារយល់អញ្ចឹងចំពោះទូកមួយគ្រឿងចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃបញ្ចប់យើងធ្វើរយៈពេលប៉ុន្មានពីថ្ងៃទី1រហូតដល់ថ្ងៃបញ្ចប់មកស្រាច់មកស្អាតបាទតាមការខ្លះផ្នែកនិងតាមការធ្វើរបស់យើងជាប់បើក៏មានការខកខានដោយប្រការណាមួយរយៈពេលដល់មួយខែ7ថ្ងៃទុកខ្នាតវែងចឹងមួយខែមួយអាទិត្យឬមួយក៏មួយខែលើស5 6ថ្ងៃចឹងដែរទាំងជើងជាវនិងស្លាប់បាទហើយប៉ុន្តែបើថាលេខឆ្នាំលៀបលូនហ្នឹងក៏អាហ្នឹងយើងគិតថាសិតមកស្អាតបាទសិតមកស្អាតទឹកជាវទាំងរងទំរយអស់នៅតែនិយាយរួមនៅទៅលៀបលូនឆ្នាំយើងបងលៀបលូនឆ្នាំយើងក៏វាមិនជាយុគទេព្រោះគាត់ថាអាហ្នឹងជាងគេផ្សេងខាងលៀបលូនឆ្នាំហ្នឹងបើជាពោះតែយើងអ្នកសត្វយើងដឹងថាមួយខែមួយអាទិត្យហ្នឹងរួចហើយណាដៃទី2នេះគឺយើងក៏មិនទាន់ហ៊ានសន្និដ្ឋានថាមិនហ៊ានអួតមុនអញ្ចឹងបើគាត់ថាយើងធ្វើតាមទម្រង់តម្រូវ4ខ្នាតពីលោកគ្រូតាមកប្រភេទខ្នាតវែងគាត់ឲ្យរៀបចំណុចចេះប្រភេទខ្នាត44 48អញ្ចឹងណាអញ្ចឹងគាត់ប្រាប់វិញអញ្ចឹងយើងមកធ្វើខ្នាតវែងនេះក៏យើងរៀបចំខ្ពស់ខ្នាតដើម្បីនឹងឲ្យត្រូវចំចំណុចដែលគាត់បានបង្ហាត់បរិញ្ញាបត្រពីដើមឡើយមកដែរហើយលបឿនយ៉ាងណាយ៉ាងណីក៏យើងគាត់ទៅដឹងថាតម្រង់យើងវាមានគេមានយើងអញ្ចឹងណាបងបាទយើងអត់នេះទេព្រោះទុកយើងមិនអាចទីលើបកងបាន 100% បានទេរៀបទៅដល់ម៉ែបងប្អូនគាត់តាមដានក្នុងសង្គមរបស់យើងទាំងអស់គាត់ថាខ្ញុំជាងទុកមួយដែរបងគាត់ថាវាជាក្មេងសាក្រោយអញ្ចឹងសូមជម្រាបដល់ពុកម៉ែបងប្អូនទាំងអស់គ្រប់ទីកន្លែងហ្នឹងជួយគាំទ្រនិងជួយរាប់អានព្រោះដើម្បីធ្វើទុកប្រពៃណីជាតិខ្មែរយើងហ្នឹងឲ្យបានល្អតទៅមុខទៀតអញ្ចឹងបង
ក្តារហាក្រប់តុកហ្នឹងយើងដកគ្នានៅថ្ងៃទី31នេះយើងឡើងទៅខាងកោដាច់ មួយស្អីខាងឯង បាទបាទ ខែ3ណា បាទបាទ បាទកោដាច់ ឡើងទៅកោដាច់ហ្នឹងទៅលងទុកមួយ